នួយពីសហរដ្ឋអាមេរិកអាចធ្វើឲ្យចំនួនស្ត្រីបានស្លាប់នៅក្នុងពេលមានផ្ទៃពោះនិងនៅពេលសម្រាលកូនមានការកើនឡើងអង្គការសហប្រជាជាតិបានប្រមានថាការកាត់ផ្តាច់ថវិកាជំនួយអាចធ្វើឲ្យចំនួនស្ត្រីដែលបានស្លាប់ក្នុងអំឡុងពេលមានផ្ទៃពោះនិងនៅពេលសម្រាលកូនមានការកើនឡើងខ្ពស់ប្រភពពីសារព័ត៌មាន Reuters បានបន្តថាចាប់តាំងពីឆ្នាំ2000ដល់ឆ្នាំ2023អត្រាមរណភាពមាតាមានការធ្លាក់ចុះចំនួន 40% ដោយសារតែពួកគេទទួលបានការថែទាំសុខភាពល្អតាមរយៈជំនួយនានាដែលទទួលបានយ៉ាងណាក៏ដោយការកាត់បន្ថយជំនួយនាពេលថ្មីៗនេះជាពិសេសពីសំណាក់សហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗទៀតដូចជាចក្រភពអង់គ្លេសជាដើមកំពុងតែធ្វើឲ្យអត្រាស្ត្រីមានផ្ទៃពោះជាច្រើនប្រឈមទៅនឹងគ្រោះថ្នាក់ជាថ្មីម្ដងទៀតអង្គការសុខភាពពិភពលោកដែលហៅកាត់ថា WHO ក៏បានលើកឡើងដែរថាការកាត់ផ្តាច់ជំនួយកំពុងតែបង្កផលប៉ះពាល់ទៅដល់សុខភាពនៅក្នុងប្រទេសជាច្រើនរួចទៅហើយចំនួនបុគ្គលិកសម្រាប់ជួយស្ត្រីមានផ្ទៃពោះកំពុងមានការថយចុះមូលដ្ឋានសុខាភិបាលចាប់ផ្ដើមបិទហើយការផ្គត់ផ្គង់ថ្នាំសង្កូវនានាសម្រាប់ជួយដល់ស្ត្រីមានផ្ទៃពោះក៏ជិតអស់ផងដែរសូមរំលឹកដែរថានៅក្នុងឆ្នាំ2023ស្ត្រីប្រហែល26,000នាក់បានស្លាប់អំឡុងពេលមានផ្ទៃពោះឬនៅពេលសម្រាលកូនដោយករណីភាគច្រើននៅក្នុងចំណោមនោះសុទ្ធតែអាចទប់ស្កាត់បានអង្គការ WHO បាននិយាយថាជំងឺ COVID-19 ក៏បណ្ដាលឲ្យករណីស្លាប់របស់ស្ត្រីមានផ្ទៃពោះកើនឡើងនៅក្នុងឆ្នាំ2021ផងដែរដូច្នេះហើយមកដល់ពេលនេះស្ត្រីមានផ្ទៃពោះនៅតែអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ដដែល